đây từng ngọc này bàថ្ងៃនេះខ្ញុំនឹងប្រើប្រាស់ទៅលើកម្មវិធី ChatGPT បាទដើម្បីឲ្យ ChatGPT ហ្នឹងបាទធ្វើការបាទបង្កើតជាកម្រងសំណួរបាទហើយយើងមានកម្រងសំណួរហើយយើងបានយកកម្រងសំណួរហ្នឹងទៅដាក់នៅក្នុង Google Form បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើតជាសំណួរបាទគេហៅថាជាលក្ខណៈពហុជ្រើសរើសបាទខ្ទង់ប្រហែលជា10សំណួរបាទអញ្ចឹងខ្ញុំនឹងសរសេរបាទគឺឲ្យ ChatGPT បាទសរសេរជា multiple choice បាទ multiple បាទ choice បាទប្រហែលជា10សំណួរបាទបាទ on បើសិនជាយើង accounting បាទយើងដាក់ accounting បាទដាក់ accounting ទៅបាទ accounting basic បាទអូខេបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាបាទយើងនឹងមានកម្រងសំណួរបាទនេះគឺកម្រងសំណួរដែល ChatGPT បាទធ្វើការសរសេរឲ្យយើងបាទមានសំណួរហើយក៏មានចម្លើយបាទក្នុងនឹងបាទអូខេអញ្ចឹងយើងបាន10សំណួរនេះបាទយើងយក10សំណួរហ្នឹងបាទទៅដាក់បាទយើង copy 10សំណួរហ្នឹងបាទទៅដាក់នៅក្នុង Google Form បាទប៉ុន្តែដើម្បីដាក់ Google Form បានគាត់តែយើងសរសេរជា code បាទអញ្ចឹងដោយសារតែនៅក្នុង Google Form បាទគឺមានកន្លែងបាទបងប្អូនចូលទៅក្នុង Google Form ទៅបាទនឹងឃើញពាក្យ blank បាទអញ្ចឹងយើងយកពាក្យ blank មកបាទនៅកន្លែងនេះបាទបងប្អូនកន្លែងនេះកន្លែងខាងដាំដៃកែមហើយមានសញ្ញាចុច3ហ្នឹងបាទគឺមានពាក្យមួយគេហៅថា app script បាទអញ្ចឹងតោះតែយើងសរសេរជា code បាទដើម្បីឲ្យវាត្រូវជាមួយនឹងតម្រងបាទនៅក្នុង Google Form បាទដើម្បីវាធ្វើការបាទធ្វើការ generate បាទដើម្បីធ្វើការ generate ជាសំណួរទាំងអស់ហ្នឹងបាទអញ្ចឹងយើងបន្ថែម code មួយទៀតបាទគឺយើងដាក់ថា app script បាទអញ្ចឹងកន្លែងហ្នឹងហើយយើងបាន please បាទ write multiple choice របស់យើងមិញហ្នឹងបាទ multiple choice as app បាទ app skip to copy បាទ it on Google Form បាទប៉ុណ្ណឹងថែមទៀតមកបាទយើងបានជា code បាទជា code ដើម្បីយក code ហ្នឹងបាទទៅដាក់នៅក្នុងបាទនៅក្នុង app script របស់យើងបាទអូខេអញ្ចឹងយើងចាំតិចបាទវានឹង generate ឲ្យយើងហាក់ជា10សំណួរដែលយើងឲ្យសរសេរខាងលើមិញហ្នឹងបាទអូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទគឺយើងដោយសារតែខ្ញុំប្រើ ChatGPT តែរបស់អត់អស់លុយបាទអញ្ចឹងវាចិត្ត alert បាទគេហៅថា alert ម្ដងជួនកាលវាអាច alert ឲ្យយើងពេញតែយើងអាចប្រើបានបងប្អូនអូខេអញ្ចឹងយើងចូលទៅកន្លែង app script បាទអញ្ចឹងខ្ញុំបង្ហាញម្ដងទៀតបាទបងប្អូនគឺយើងខ្ញុំទៅ Google Form ម្ដងទៀតបាទគឺយើងចុច Google មកបាទយើងវាយថា Google Form បាទយើងបើសិនជាយើងមាន account ណាបាទយើងចូល account របស់យើងហើយបាទកន្លែងនៅក្នុងនេះគឺយើងមានបាទយើងអាចជ្រើសរើសយក Google Form ហើយយើងយកកន្លែងblank form បាទហើយចេញមកបាទគឺចេញមកទៅទេអញ្ចឹងបាទអញ្ចឹងយើងចុចកន្លែងចុច3បាទហើយយើងចុច app script បាទយើងលុបបាទយើងលុបcode ខាងលើនេះបងប្អូននេះ code ចាំតិចបាទវាចេញមកបាទយើងលុប code function បាទយើងលុបវាចោលទៅបាទហើយយើងផាសបញ្ចូលបាទនេះអញ្ចឹងយើងផាសបញ្ចូលហើយបាទយើងចុច save បាទនេះ save កន្លែងបញ្ចុចយើងទៅបាទបន្ទាប់ពី save យើងចុច run បាទអូខេអញ្ចឹងចាំតិចវានឹង complete ឲ្យយើងអូខេនេះវាកន្លែង review អញ្ចឹង review វា link ទៅដល់ account គណនីរបស់យើងបាទអញ្ចឹងដោយសារតែខ្ញុំភ្ជាប់ជាមួយនឹង account នេះបាទអញ្ចឹងខ្ញុំចុច continue បាទអូខេនេះអញ្ចឹងវាដាក់តែ complete ទេបងប្អូនអញ្ចឹងពេលដែល complete ហើយបាទយើងអាចចូលទៅកន្លែងGoogle Form របស់យើងបាទនេះយើងអាចចុច
ម្ដងទៀតបាទយើងអាចចុច refresh ម្ដងទៀតបាទអញ្ចឹងយើងអាចទៅបាទយើងអាចទៅកន្លែងទំព័រ Google Form របស់យើងបាទ Google Form ដែលយើងដើមបាទយើងទៅមើលកម្រងសំណួរដែលវាបង្កើតមិញអូខេនេះអញ្ចឹងយើងចុចទៅយើងចុចកន្លែង Google Form របស់យើងអូខេបាទហើយយើងមកពាក្យ reason បាទនេះបងប្អូននេះកន្លែងនេះវាមាន accounting basic របស់យើងដែលយើងបង្កើតមិញបាទនេះបាទអញ្ចឹងយើងអាចមើលទៅបាទយើងអាចកែកុនឬក៏យើងអាចហៅថាហៅថាកែលើចម្លើយមួយចំនួនបាទជួនកាលវាអាចនឹងខុសដែរបាទអញ្ចឹងយើងអាចcopy បាទ copy link ហ្នឹងបាទដើម្បីឲ្យអ្នកដែលគាត់ចង់បាទគេហៅថាចង់តេស្តទៅលើសំណួរហ្នឹងបាទគាត់អាចតេស្តបាននេះបាទអញ្ចឹងយើងអាចប្រើប្រាស់វាបាទគឺសម្រាប់អ្នកដែលគាត់បាទជាគេហៅថាភាគច្រើនគឺជាបរិញ្ញាបត្របាទគឺអ្នកដែលបង្រៀនបាទនៅតាមសាលាអីបាទគាត់អាចប្រើប្រាស់កម្មវិធីពីរនេះបាទដើម្បីជួយងាយស្រួលបាទក្នុងការធ្វើការតេស្តទៅលើគេហៅថាសមត្ថភាពរបស់សិស្សបាទអញ្ចឹងសម្រាប់លក្ខខណ្ឌបាទគឺអត់ពិបាកទេបាទយើងមានតែ2នោះទេបាទយើងមាន Chat GPT ដើម្បីសរសេរជាកម្រងសំណួរបាទហើយបន្តមកទៀតបាទយើងបង្កើតបាទគេហៅថា AppScript បាទហើយយក AppScript ហ្នឹងដាក់នៅក្នុងបាទគឺ Google Form បាទអញ្ចឹងយើងនឹងបាន link មួយបាទសម្រាប់ធ្វើការបាទសម្រាប់ធ្វើការតេស្តទៅលើសិស្សបាទសិស្សដែលគាត់គេហៅថាត្រៀមប្រឡងអីផ្សេងបាទយើងអាចធ្វើការតេស្តនៅកម្រងសំណួរសាកល្បងបែបនេះបាទវាងាយស្រួលធ្វើការរំលឹកនៅបាទមេរៀនឬក៏រំលឹកនៅលំហាត់មួយចំនួនដែលយើងអាចនឹងចាំឡើងវិញបាទ